គ្រាន់តែខ្ញុំចូលមើល story ភ្លេចឲ្យបេះដូងសោះអ្នកទាំងអស់គ្នាឆាតមកសុំបែកគ្នាអីណាហេអូនញ៉ាដល់ពេលចឹងទៅអ្នកទាំងអស់គ្នាខ្ញុំក៏សួរទៅកាន់គាត់ថាអូនលេបថ្នាំនៅហើយនិយាយថាអូនញ៉ាកាត់ទៅរោសัตว์ខ្លាអ្នកទាំងអស់គ្នាក៏បានតបមកវិញថានៅចាំបងទិញឲ្យចឹងសោះបានតែចេះតែអញ្ចឹងមកពីមិនទាន់លេបថ្នាំអញ្ចឹងបានខឹងដឹងមុខដឹងមាត់សោះសម្រាប់អញ្ចឹងហ៎តាហ្នឹងហើយនៅពេលដែលគាត់ថាមិនទាន់លេបហើយអ្នកទាំងអស់គ្នាខ្ញុំថាអញ្ចឹងតើបានចេះតែប្លែកនិយាយវាថាប្រហែលថ្ងៃនេះគឺថាប្លែកចម្លែកក្នុងបេះដូងមែនទេអ្នកទាំងអស់គ្នាចេះតែឆាតមករោគរឿងងក់ងោនិយាយទៅអត់ដឹងថាកាត់ទៅពីណាគេនៅពេលដែលគាត់រោគរឿងខ្ញុំឆ្អែតហើយអ្នកទាំងអស់គ្នាប្លែកទៅដល់ឆាតមកបងថាបងសម្លាញ់កំពុងធ្វើអីគេអើយអ្នកទាំងអស់គ្នាបើចឹងពីណាគេដកចិត្តរួចគួរឲ្យស្រឡាញ់ណាស់មើលទៅរូបរាងគាត់ទៅខ្ជូតហ្មងនិយាយទៅនៅក្នុងក្តីសម័យរបស់ខ្ញុំអ្នកទាំងអស់គ្នាស្រឡាញ់មនុស្សស្រីដែលកាចបន្តិចឆ្នះបន្តិចហើយរូបរាងគាត់មិនសូវខ្ពស់ទេជាពិសេសបើមានសាច់រាងជ្រុះទៀតគួរឲ្យស្រឡាញ់ហ្មងអោបទៅពេញដៃបឹបនៅពេលដែលគាត់សួរខ្ញុំថាកំពុងធ្វើអីគេហើយខ្ញុំក៏បានប្រាប់ទៅកាន់គាត់វិញថាកំពុងស្ទាបមើលបេះដូងខ្លួនឯងបងអូនឯងអញ្ចឹងថាគាត់ក៏បានតមាត់មកកាន់ខ្ញុំវិញថាចង់ស្ទាបបេះដូងបងឯងដែរយឺយអ្នកទាំងអស់គ្នាអញ្ចឹងទៅបើអូនស្ទាបបេះដូងបងអត់ឲ្យស្ទាបទេក៏ប៉ុន្តែបើបងស្ទាបបេះដូងអូនបានតោគេដឹងអស់ហើយអញ្ចឹងទៅមនុស្សប្រុសយើងមកថាមានមនុស្សស្រីញាស់លេងរាល់ថ្ងៃអញ្ចឹងសុខភាពរឹងមាំហ្មងអ្នកទាំងអស់គ្នាបើសិនថាមានសង្សារបែបខ្ញុំហ្នឹងអត់ចេះស្ងាត់ទេបើមិនឆ្លោះគ្នាក៏រករឿងគ្នាដែរសួរថាបើអញ្ចឹងពីណាគេមិនខឹងឆាតមកមិនទាន់ទាំងបានចូលមើលផងលុបបានហើយដល់ពេលអញ្ចឹងហើយខ្ញុំស្ដីឲ្យពី3ម៉ាត់ទៅអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានស្ដីឲ្យថាឆាតមកគេមិនទាន់ទាំងបានចូលមើលផងលុបបានស្អប់ណាស់ហើយនិយាយវាថាអ្នកខ្លះរបស់យើងនឹងអ្នកទាំងអស់គ្នាក៏តបមកវិញថាទុកស្អីបើគេមិនចូលស្ដាប់ហើយគ្រាន់តែបានចម្លើយប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំនឹងញ័រសាច់ណាក៏ប៉ុន្តែនៅឆ្ងាយពេកមិនដឹងធ្វើម៉េចយើក្លាប់អត់បានណាហើយខ្ញុំក៏ប្រាប់ទៅកាន់គាត់វិញថាចប់រវល់ងូតទឹកឲ្យតបមិនហ่าហើយអ្នកខ្លះក៏តបមកវិញថាអូមួយម៉ាត់យ៉ាងខ្លីអ្នកនរគ្នាអើយឃើញហើយចង់ទៅយំហ្មងមករពេចក្រោយមកខ្ញុំក៏ថាឲ្យមិនអាងថាស្អែកនឹងសិតអូនឯងមែនគេថាសិតខ្ញុំមិនហ่าនិយាយទៅស្រីឆ្នះរបស់ខ្ញុំផែជាយប់នឹងខ្មោចចូលទៅអ្នកនរគ្នាបានតែប្លែកអើយប្លែកនិយាយវាថាយុគមិញហ្នឹងអារម្មណ៍មិនល្អដែរអ្នកទាំងអស់គ្នាក៏មិនបានលេងមួយគ្នាច្រើនដែរព្រោះថាចាក់អត់ចូលហើយមនុស្សយើងមិនចាំតែសប្បាយចិត្តគ្រប់ពេលវេលាណាអ្នកទាំងអស់គ្នាពេលខ្លះហត់ចង់ឲ្យគេយល់ចិត្តពីយើងដែរក៏ប៉ុន្តែគេនឹងចាក់ទៅអត់ចូលចាក់ទៅចាល់អញមកក្បាលបូមហ្នឹងលើអូខេអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺអត់មានអីច្រើនទេក៏ប៉ុន្តែចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាបើឆាតមកហើយកុំលុបចោលមិនទាន់បានអានទេអូខេបាយចាំជួបគ្នានៅវីដេអូក្រោយទៀតហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share ម្នាក់មួយផង